រមណដ្ឋានទេសចរវប្បធម៌ធម្មជាតិប្រាសាទបាណាំប្រាសាទបាណាំជារមណដ្ឋានទេសចរវប្បធម៌ធម្មជាតិដែលមានប្រាង្គប្រាសាទបុរាណឈ្មោះប្រាសាទបាណាំស្ថិតនៅលើកំពូលភ្នំបាណាំរមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្តតាប់បាត់ដំបងមានចម្ងាយប្រមាណ20 នោនដោយគិតចាប់ពីសាលាខេត្តតាប់បាត់ដំបងរហូតទៅដល់ប្រាសាទបាណាំភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយរថយន្តម៉ូតូចេញពីទីរួមខេត្តតាប់បាត់ដំបងតាមផ្លូវលេខ P1571 និងផ្លូវលេខ800អមតាមមាត់ស្ទឹងសង្កែវាមានទីតាំងស្ថិតនៅក្នុងភូមិបាណាំឃុំកន្ទឺ2ស្រុកបាណាំប្រាសាទបាណាំបានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី11និងចុងសតវត្សទី12ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទត្តចៅវរ្ម័នទី2ក្រោយមកត្រូវបានបាត់បញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី7ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណាំតម្រៀបគ្នាមានលក្ខណៈដូចប្រាសាទអង្គរវត្តប៉ុន្តែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់លោក Henry MOUAOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៍ណា140ឆ្នាំកន្លងទៅហើយថាទឹកនៅក្នុងល្អាងដ៏ពិសិដ្ឋដែលភពវាទៅនាំឲ្យដឹងដល់អតីតកាលអនាគតកាលនិងបច្ចុប្បន្នកាលឈ្មោះល្អាងក្នុងសម័យនោះគេហៅថាគុហាប្រទិតរមណីយដ្ឋាននេះមានប្រាសាទនៅលើកំពូលភ្នំឯនៅជើងភ្នំមានគូទឹកនិងល្អាងសំខាន់ពីរគឺល្អាងមួយឈ្មោះល្អាងអង្គរបិទមាសមានន័យថាចាំងគ្រប់ដណ្ដប់ដល់មាសទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយអ្នកអាចឃើញទឹកបាប់ពូចរពន្លឺភេកស្រក់មកពីដំបូលល្អាងនិងល្អាងមួយទៀតឈ្មោះល្អាងឈូងហៅថាឈូងអាជីនៅជើងភ្នំនិងកំពូលភ្នំមានព្រៃឈើតូចធំដុះចម្រុះគ្នាយ៉ាងក្រាស់ដែលផ្ដល់ម្លប់ដល់ត្រជាក់អ្នកទេសចរអាចស្ដាប់សំឡេងសត្វយំយ៉ាងពីរោះរណ្ដំស្រូបយកខ្យល់អាកាសបរិសុទ្ធនិងសម្រាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់នៅទីធ្លាច្រកចូលមានអាហារដ្ឋាននិងតូបលក់ភោគផលក្នុងស្រុកមានសណ្ដាប់ធ្នាប់និងសន្តិសុខល្អលើសពីនេះទៅទៀតភ្ញៀវទេសចរអាចធ្វើដំណើរតាមកម្មជណ្ដើរដែលធ្វើអំពីថ្មបាយក្រៀមមានបងកាន់ដៃនាគចាប់ពីជើងភ្នំរហូតទៅដល់កំពូលភ្នំប្រាសាទហើយវាមានដំណាក់សម្រាប់ជើងពីរកន្លែងទៀតផងដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅក្នុងអាងនៅលើភ្នំជ្រលងភ្នំមានព្រៃឈើស្រស់ស្អាតនិងសត្វជាច្រើនប្រភេទនៅទីនោះផងដែរអានដោយសំឡេងសប្បនិមិត្តសារិកា AI